កាត់ឈ្មោះឡើងរឿងហើយតែធ្វើដូចដេចទើបដឹងថាឈ្មោះរបស់បងប្អូនពិតជាកាត់ចូលក្នុងប្រព័ន្ធសូរិយដីរួចរាល់និងស្របច្បាប់ 100% តោះមកទៀងទាត់ជាមួយខ្ញុំទាំងអស់គ្នាដំបូងបងប្អូនត្រូវពិនិត្យមើលផ្នែកខាងក្រោយនៃសញ្ញាប្លង់បើការកាត់ឈ្មោះបានសម្រេចបងប្អូននឹងឃើញឈ្មោះខ្លួនឯងជាអ្នកទទួលសិទ្ធិហើយអ្វីដែលសំខាន់បំផុតនោះគឺមានបោះត្រាពងក្រពើពណ៌ក្រហមដែលបញ្ជាក់ពីមន្ទីរសូរិយដីយ៉ាងច្បាស់លាស់បន្ទាប់មកគឺការ scan QR code នៅលើប្លង់គ្រាន់តែ scan ភ្លាមនឹងលោតចេញព័ត៌មានក្បាលដីនៅលើទូរស័ព្ទប៉ុន្តែបងប្អូនត្រូវប្រកាសថាព័ត៌មាននោះស្ថិតនៅលើគេហទំព័រផ្លូវការរបស់ក្រសួងដែនដីបើក្នុងប្រព័ន្ធបង្ហាញឈ្មោះបងប្អូនមែននោះគឺច្បាស់ការហើយដើម្បីឲ្យកាន់តែច្បាស់បងប្អូនអាចយកប្លង់រឿងថតចម្លងទៅសួរនាំនៅមន្ទីរសូរិយដីដែលដីនោះស្ថិតនៅមន្ត្រីនឹងឆែកមើលនៅក្នុងគោលបញ្ជីឲ្យបងប្អូនដើម្បីបញ្ជាក់ថាតើឈ្មោះរបស់បងប្អូនពិតជាម្ចាស់ស្របច្បាប់ហើយឬនៅសម្រាប់បងប្អូនដែលលក់ដីលក់ផ្ទះដាច់ហើយតែមិនដឹងរៀបចំឯកសារពីណាទៅណាអាចទំនាក់ទំនងមកយើងខ្ញុំបានខ្ញុំនឹងជួយសម្របសម្រួលជូនបងប្អូនតាំងពីដើមរហូតដល់ចប់បងប្អូនគ្រាន់តែផ្ដល់ឯកសារចាំបាច់មួយចំនួនរងចាំផ្តិតមេដៃទទួលលុយនិងទទួលប្លង់ជាការស្រេចចង់បានការរៀបចំឯកសារដោយគ្មានការព្រួយបារម្ភរហ័សនិងសុវត្ថិភាពសូមទំនាក់ទំនងមួយយើងខ្ញុំឥឡូវនេះ